fear kill more dream than failure ever did មានន័យថាភាពភ័យខ្លាចបានសម្លាប់សុបិនច្រើនជាងភាពបរាជ័យដែលយើងធ្លាប់មានទៀតទោះបីជាជំរឿនហ្នឹងមិនក៏ដោយទោះបីជាការជ្រើសរើសរបស់អ្នកទាំងអស់គ្នាមានអារម្មណ៍ថា it doesn't make sense at the first អត់បញ្ហាទេ key មួយដែលសំខាន់ដែលខ្ញុំរៀនសូត្រពីអ្វីដែលខ្ញុំធ្វើនោះគឺនៅពេលដែលអ្នកទាំងអស់គ្នាជ្រើសរើសធ្វើអីមួយសូមធ្វើវា the best ធ្វើវាឲ្យអស់ពីពោះធ្វើវាឲ្យខ្លាំងដែលអ្នកទាំងអស់គ្នាអាចធ្វើទៅបាននោះហើយគឺជាសោដែលអ្នកទាំងអស់គ្នាបើកទ្វារសម្រាប់ឱកាសក្នុងការរីកចម្រើនរបស់អ្នកទាំងអស់គ្នាបាទជាបឋមខ្ញុំសូមជំរាបសួរលោកគ្រូសាស្ត្រាចារ្យក៏ដូចជាវាគ្មិនគ្រប់រូបដែលមានវត្តមាននៅទីនេះហើយក៏សួស្តីទៅដល់បងប្អូនទាំងអស់គ្នាដែលមានវត្តមានថ្ងៃនេះដូចគ្នាឃើញរូបហើយឃើញរូបផ្ទាល់ដូចខុសគ្នាឥឡូវវា edit ជារឿងធម្មតាទេបាទអញ្ចឹងថ្ងៃនេះជាកិត្តិយសមែនតើខ្ញុំអាចមានឱកាសឈរលើវេទិកាមួយនេះហើយចែករំលែកបន្តិចបន្តួចនៅបទពិសោធន៍ហេតុអីបានឲ្យខ្ញុំមកដល់ចំណុចដែលខ្ញុំកំពុងតែនៅរាល់ថ្ងៃនេះបាទអញ្ចឹងសម្រាប់អ្នកដែលគាត់អត់ទាន់បានស្គាល់ខ្ញុំនៅឡើយខ្ញុំឈ្មោះនរៈបច្ចុប្បន្ននេះខ្ញុំជាអ្នកផលិតមាតិកាពេញម៉ោងហើយមាតិកាដែលខ្ញុំធ្វើហ្នឹងគឺបែបកំ pl ែងតែថ្ងៃនេះខ្ញុំមិនមកនិយាយកំ pl ែងទេគេឲ្យខ្ញុំមកនិយាយពីជីវិតវិញចាបាទថាអត់ចង់កំ pl ែងហ្នឹងទៅសាច់ដដែលបាទអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំនិយាយត្រួសពីអីដែលខ្ញុំbackground របស់ខ្ញុំបន្តិចខ្ញុំគឺជានិស្សិតផ្នែកច្បាប់ដែលចប់បញ្ញាបត្រផ្នែកច្បាប់នៅសាលារូលហើយកន្លងមកមុនហ្នឹងគឺការងារដែលខ្ញុំធ្វើគឺតាក់ទងជាមួយនឹងផ្នែកច្បាប់ច្រើនហើយមើលទៅជីវិតខ្ញុំបច្ចុប្បន្នហើយនឹងជីវិតខ្ញុំពេលពីមុនហ្នឹងគឺអត់មានអីដូចគ្នាឬក៏ស្រដៀងគ្នាឬក៏ពាក់ព័ន្ធគ្នាសំបីតែបន្តិចយកមកអត់មានពាក់ព័ន្ធគ្នាសោះហ្មងសួរថាហេតុអីបានខ្ញុំ end up មកធ្វើ content វិញហេតុអីបានខ្ញុំបោះបង់ចោលអីដែលខ្ញុំធ្វើកន្លងមកធ្វើជាការផលិតមាតិកាបែបកំ pl ែងវិញរឿងហេតុវាអញ្ចឹងពីមុនពេលដែលខ្ញុំរៀនចប់ high school ខ្ញុំអត់ដឹងថាខ្ញុំត្រូវធ្វើអីខ្ញុំអត់ដឹងថាខ្ញុំត្រូវរៀនអីអត់ដឹងអីទាំងអស់ no clue ហ្មងខ្ញុំអត់ដឹងសូម្បីតែបន្តិចហ្មងប៉ុន្តែខ្ញុំអីមួយដែលខ្ញុំធ្វើគឺខ្ញុំអូខេខ្ញុំសម្រេចចិត្តថាខ្ញុំធ្វើអីមួយជ្រើសរើសអីមួយហើយក្នុងខួរក្បាលខ្ញុំអីដែល pop up មុនគេគឺផ្នែកច្បាប់ហ្នឹងឯងអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាធ្វើរៀនផ្នែកច្បាប់ខ្ញុំអត់មាននិយាយទៅតាក់ទងជាមួយនឹងចំណេះដឹងឬក៏តាក់ទងជាមួយនឹង talent របស់ខ្ញុំផ្នែកច្បាប់រត់តែ0ទៀត0ហ្មងអញ្ចឹងបើគេដើរខ្ញុំត្រូវតែរត់ដើម្បីតាមគេតែមិនពីមួយឆ្នាំទៅមួយឆ្នាំចេះតែការខំប្រឹងរហូតប៉ុន្តែសួរថាខ្ញុំស្រឡាញ់អត់អត់សូវស្រឡាញ់ហ្មងទេស្មោះត្រង់ទៅខ្ញុំអត់សូវស្រឡាញ់មុខវិជ្ជាដែលខ្ញុំរៀនទេ and then ចៃដន្យល្អមួយទៅខ្ញុំក៏ graduate ខ្ញុំក៏រៀនចប់គេឯងដែរទៅហើយខ្ញុំក៏រកការងារតាក់ទងជាមួយនឹងជំនាញរបស់ខ្ញុំក៏ខ្ញុំធ្វើការផ្នែកច្បាប់ខ្ញុំសម្រេចចិត្តថាអូខេខ្ញុំរៀនច្បាប់មានតែធ្វើខាងច្បាប់អញ្ចឹងខ្ញុំក៏រៀនតាក់ទងជាមួយនឹងខាងផ្នែកparalegal ជំនួយការផ្នែកមេធាវីហើយក៏ចុងក្រោយ end up មកធ្វើការងារផ្នែកធនធានមនុស្សនៅក្រុមហ៊ុនមួយចំឆ្ងាយទៅដល់ពេលខ្ញុំធ្វើការងារផ្នែកធនធានមនុស្សរយៈពេល4ឆ្នាំធ្វើឲ្យខ្ញុំមើលឃើញថែមទៀតថាខ្ញុំរើសខុសហើយរើសត្រូវទេខ្ញុំកាន់តែធ្វើឲ្យមើលទៅដូចអត់កាន់តែអត់ស្រឡាញ់អីដែលខ្ញុំធ្វើហើយខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជ្រើសរើសជំរើសមួយដែលអត់ត្រឹមត្រូវសោះហើយខាតពេលហ្មងប៉ុន្តែរហូតដល់ពេលមួយដែលខ្ញុំសម្រេចចិត្តថាខ្ញុំធ្វើ content ជាមួយនឹងពួកម៉ាក់របស់ខ្ញុំវិញបាទខ្ញុំ realize ថាតាមពិតខ្ញុំគួរតែដឹងគុណនៅជំរើសដែលខ្ញុំជ្រើសរើសកន្លងមកបើខ្ញុំអត់ជ្រើសរើសរៀនផ្នែកច្បាប់ទេបើខ្ញុំអត់ជ្រើសរើសធ្វើការដែលខ្ញុំបានធ្វើទេខ្ញុំនឹងអត់មានចំណេះដឹងឬក៏មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីធ្វើការងារដែលខ្ញុំកំពុងតែស្រឡាញ់ឥឡូវនេះឯងអញ្ចឹងត្រឡប់មកវិញនិយាយបែកអូហូស្ទឹងអញ្ចឹងត្រឡប់មកវិញប្រធានបទដែលខ្ញុំនិយាយថ្ងៃនេះគឺអនុញ្ញាតឲ្យអ្នកសូមឲ្យអ្នកទាំងអស់គ្នាអនុញ្ញាតឲ្យខ្លួនឯងបង្កើតជំរើសជ្រើសរើសខ្លួនឯងហើយទោះបីជាជំរើសហ្នឹងមិនក៏ដោយទោះបីជាការជ្រើសរើសរបស់អ្នកទាំងអស់គ្នាមានអារម្មណ៍ថា it doesn't make sense at the first អត់បញ្ហាទេ key មួយដែលសំខាន់ដែលខ្ញុំរៀនសូត្រពីអ្វីដែលខ្ញុំធ្វើនោះគឺនៅពេលដែលអ្នកទាំងអស់គ្នាជ្រើសរើសធ្វើអីមួយសូមធ្វើវា the best ធ្វើវាឲ្យអស់ពីពោះធ្វើវាឲ្យខ្លាំងដែលអ្នកទាំងអស់គ្នាអាចធ្វើទៅបាននោះហើយគឺជាសោដែលអ្នកទាំងអស់គ្នាបើកទ្វារសម្រាប់ឱកាសក្នុងការរីកចម្រើនរបស់អ្នកទាំងអស់គ្នា
ពេលដែលខ្ញុំនេះជាគោលការណ៍របស់ខ្ញុំទោះបីជាការងារនឹងខ្ញុំស្រឡាញ់ឬមិនស្រឡាញ់បើខ្ញុំធ្វើខ្ញុំនឹងធ្វើវាឲ្យអស់ពីពោះខ្ញុំនឹងធ្វើវាឲ្យអស់ពីចិត្តឲ្យអស់ពីសមត្ថភាពដែលខ្ញុំធ្វើបានចុងក្រោយអ្វីដែលខ្ញុំ realize ថាការងារដែលខ្ញុំធ្លាប់តែគិតឬក៏ជំរឿសដែលខ្ញុំធ្លាប់តែគិតថាជាការជ្រើសរើសខុសហ្នឹងវាបែរជាការជ្រើសរើសមួយដែលត្រឹមត្រូវបំផុតដែលខ្ញុំមិនដែលបានធ្លាប់គិតពីមុនមកដោយសារតែទាំងអស់នោះហើយដោយសារតែបទពិសោធន៍អាក្រក់ឬក៏បទពិសោធន៍ដែលមិនល្អដែលខ្ញុំធ្លាប់គិតថាវាជាបទពិសោធន៍មិនល្អកន្លងហ្នឹងហើយធ្វើឲ្យខ្ញុំពង្រឹងខ្លួនឯងដោយអត់ដឹងខ្លួនធ្វើឲ្យខ្ញុំពង្រឹងសមត្ថភាពពង្រឹងការគិតពង្រឹងការប្រស័យតាក់ទងរបស់ខ្ញុំដោយខ្ញុំអត់ដឹងខ្លួនសោះហ្មងអញ្ចឹងវា automatically ធ្វើឲ្យខ្ញុំដូចថាអូខេការខ្ញុំធ្វើការនៅផ្នែកច្បាប់ខ្ញុំជួបមនុស្សច្រើនមែនតើខ្ញុំជួបបញ្ហារាល់ថ្ងៃសិតតែបញ្ហាគេទៀតអាបញ្ហាខ្លួនឯងដោះស្រាយអត់អស់ហើយទៅដោះស្រាយបញ្ហាគេទៀតរាល់ថ្ងៃហ្មងតែពេលខ្ញុំចាប់ផ្ដើមមកធ្វើការងារដែលជាអ្នកផលិតមាតិកាខ្លួនឯងវិញបញ្ហាដែលខ្ញុំជួបទាំងអស់ហ្នឹងគឺជាមេរៀនដែលធ្វើឲ្យខ្ញុំអាចងាយស្រួលក្នុងការដោះស្រាយបញ្ហាដែលខ្ញុំជួបបច្ចុប្បន្ននេះអញ្ចឹងខ្ញុំងាយស្រួលក្នុងការទំនាក់ទំនងជាមួយមនុស្សជាងមុនធ្វើឲ្យខ្ញុំដឹងពីវិធីក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនធ្វើឲ្យខ្ញុំដឹងពីវិធីក្នុងការប្រស័យតាក់ទងបែបអាចនិយាយបានថាបែប protocol ទាំងខ្ញុំមិនដឹងថាខ្ញុំចេះមកពីណាតែបើខ្ញុំត្រឡប់មកក្រោយវិញគឺខ្ញុំចេះដោយសារតែការជ្រើសរើសរបស់ខ្ញុំដែលខ្ញុំធ្លាប់តែគិតថាជាការជ្រើសរើសខុសអញ្ចឹងត្រឡប់មកវិញ quote មួយដែលខ្ញុំតែងតែមើលឃើញហើយខ្ញុំតែងតែលើកទឹកចិត្តខ្ញុំរហូតជំរុញចិត្តខ្ញុំរហូតហ្មងគឺអនុញ្ញាតឲ្យខ្លួនឯងបង្កើតកំហុសអនុញ្ញាតឲ្យខ្លួនឯងបោះជំហានទៅមុខអនុញ្ញាតឲ្យខ្លួនឯងឈានជំហានដំបូងរបស់អ្នកទាំងអស់គ្នាសិនហើយជីវិតរបស់យើងវាមិនស្រស់បំព្រងជីវិតរបស់យើងវានឹងមិនដូចក្នុងរឿងទេនឹងជួបបញ្ហាទោះបីជាអ្នកទាំងអស់គ្នាធ្វើការដែលអ្នកទាំងអស់គ្នាស្រឡាញ់ក៏ដោយក៏នៅតែជួបបញ្ហាដែរប៉ុន្តែបញ្ហាដែលអ្នកទាំងអស់គ្នាជួបនោះនឹងបង្រៀនអ្នកទាំងអស់គ្នានឹងធ្វើឲ្យអ្នកទាំងអស់គ្នារឹងមាំដោយអ្នកទាំងអស់គ្នាមិនដឹងខ្លួនហើយចុងក្រោយឱកាសនឹងមកដល់អ្នកទាំងអស់គ្នានឹងចាប់ឱកាសហើយធ្វើឲ្យមានអារម្មណ៍ថាខ្លួនឯង ready សម្រាប់ឱកាសនឹងយកហ្មងបាទនេះជាបទពិសោធន៍បន្តិចតួចរបស់ខ្ញុំហើយ quote ដែលខ្ញុំតែងតែស្រឡាញ់បំផុតនោះគឺ fear kill more dream than failure ever did មានន័យថាភាពភ័យខ្លាចបានសម្លាប់សុបិនច្រើនជាងភាពបរាជ័យដែលយើងធ្លាប់មានទៀតអញ្ចឹងកុំឲ្យទាំងអស់គ្នាមានអារម្មណ៍ថាភ័យខ្លាចក្នុងការបង្កើតកំហុសឬក៏ភ័យខ្លាចក្នុងការជ្រើសរើសអីមួយដើម្បីធ្វើសូមធ្វើអស់ពីចិត្តហើយរៀបចំខ្លួនជាស្រេចដើម្បីទទួលបានឱកាសដែលមកដល់ហើយឱកាសទាំងអស់ហ្នឹងនឹងនាំជីវិតអ្នកទាំងអស់គ្នាទៅចំណុចមួយដែលអ្នកទាំងអស់គ្នាមិនដែលនឹកស្មានដល់ and that's what fun about life បើយើងដឹងមុនថាយើងនឹងធ្វើអីហើយ what's fun about it មានអីសប្បាយទៀតអញ្ចឹងនៅពេលដែលយើងអត់ដឹងសោះថា okay what life gonna takes me តែជីវិតខ្ញុំនឹងត្រូវទៅដោយរបៀបណា that's fun ត្រូវអត់វាភ័យប៉ុន្តែ fun អញ្ចឹងដើម្បី prepare ខ្លួនឯងបាន allow yourself to make a choice and those choices will bring you chance and that chance will bring you yourself បាទសូមអរគុណចាសូមអរគុណ